លោកអាចហោះសាកមើលទេអូមិនចេះទេមិនចេះទេចាស់ហេតុអីលោកដាក់ឈ្មោះនេះគឺអសរល្អអាក្រក់លើកគឺបទភ្លេងអូអសរភ្លេងរបស់លោកនោះក៏អាចអានថាលើកមែនទេត្រូវហើយអូហ្វីឡែគេមិនសប្បាយចិត្តអូមកស្អីទៀតហើយលោកមិនមកស្អីទៀតហើយលើកទី1ពេលដែលខ្ញុំបានឃើញលោកគួរតែហៅលោកថាមិនសប្បាយចិត្តអេមិនសប្បាយនេះធ្វើលោកធ្វើអីខ្ញុំទៅជួយវាដែរហេតុអីក៏នាងវាហេតុអីលោកវាហេតុអីខ្ញុំវានាងមិនដឹងទេហេតុអីខ្ញុំចង់វាដល់ហើយគួរអាណិតមែនខ្ញុំលើគេនិយាយស្អីជាមួយលោកគេថាឲ្យលោកយកអាយរោមខ្ញុំនោះបកលឲ្យប្រពន្ធគេប្រពន្ធនោះជាស្អីដែរទេខ្ញុំនិយាយជាមួយលោកមិនលើខ្ញុំនិយាយទេខ្ញុំទៅហើយពុកខ្ញុំមកវិញហើយអាណាពុកគេពេទ្យនេះពលីហើយអូមិនក៏ពុកខ្ញុំអត់មកវិញពុកឯងពាក់លីហើយពាក់លីមិនក៏មិនមកផ្ទះពុកខ្ញុំស្លាប់ហើយមែនទេពុកខ្ញុំស្លាប់ហើយ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 អាណាសពនខ្ញុំនឹងទៅរកនៅមានបងប្អូនជាង10នាក់បាត់ខ្លួនតែឥឡូវខ្ញុំត្រូវឲ្យកូនចៅលាក់ខ្លួននៅក្នុងផ្ទះអ្នកបងពួកយើងត្រូវចាប់អ្នកទោសដែលគេត្រូវមកផ្ទះអ្នកបងគេមានរបស់បកគលឲ្យអ្នកបងបើបានឃើញហ្វៃឡាក់ទៀតដែលរបស់គេនៅមិនទាន់ចេញពីស្រោតើពួកឯងអាចបន្ធូរដៃទេបើពួកយើងបន្ធូរដៃត្រូវប្រហារជីវិត3ចំនួននោះសូមលោកម្ចាស់ឈីទុកចិត្តចុះទោះជាដាវគេចេញពីស្រោមទោះជាស្លាប់ក៏ពួកយើងត្រូវតែសម្លាប់គេដែរអញ្ចឹងល្អខ្ញុំមិនថែមកម្លាំងខ្លះឲ្យពួកឯងទោះជាពួកគេមានរបួសក៏គ្រប់គ្រាន់អាចកាត់យកក្បាលរបស់គេលោកម្ចាស់
ខ្ញុំនាំកម្លាំងមួយក្រុមត្រឡប់ទៅបឹងទេពអប្សរ លោកម្ចាស់ឈីលោកម្ចាស់នៅតែយល់ថាចាំបាច់ត្រូវតែទៅបឹងទេពអសរទៀត ចាំបាច់ នេះជាហើយនឹងមិនតាន់ដឹងខ្លួនទៀតធ្វើយ៉ាងម៉េចទៅពួកយើងចេញពីទីនេះបានលោកភ្ញាក់ហើយអាលឿនឡើងឲ្យរកមកខ្ញុំនាំលោកចេញពីទីនេះ ខ្ញុំមិនចង់ដឹងនាងជាអ្នកណាទេនេះកុំនិយាយប្រៀបដែរកុំនិយាយ ខ្ញុំអត់និយាយប្តេជ្ញាផ្ដាស់ទេខ្ញុំជាទេពធីតា ទេពធីតាត្រូវការអារម្មណ៍ទើបឲ្យឡើងលើមេឃបាន តែក៏មានពេលខ្លះមិនចាំបាច់ទៅអាយរ៉ូមដែរហើយសានឡាយចេញគាត់មិនចាំបាច់ប្រើនោះគឺគាត់ជិះគោ ខ្ញុំយើងចេះគ្រប់មុខវិជ្ជាបំផាំងខ្លួនក៏ប៉ុន្តែ ខ្ញុំនៅលើមិនបាច់ ខ្ញុំពិតជាមិនចង់ឃើញនេះទេខ្ញុំ ទេវតាតូចអរគុណអ្នកមានគុណអរគុណទេពធីតាដែលបានជួយជីវិត អ្នកនាងគឺ ទេវតាតូចគឺកសាដែលត្រូវរបួសបានអ្នកមានគុណជួយអំបញ្ញមិញនោះតែរបួសរបស់ទេវតាតូចគឺទេពធីតាខាងនេះព្យាបាលឲ្យជាទេអរគុណទេពធីតានាងជាហើយជប់សិនអ្នកទាំងពីរគឺគ្នាឯងទេ អត់ទេខ្ញុំមិនស្គាល់គេទេរបួសអ្នកមានគុណក៏ទេពធីតាខាងនេះជាអ្នកព្យាបាលឲ្យជាដែរជាបីសាច់ក៏សាសមែនទេទេវតាតូចនៅបឹងទេពអប្សរនេះសំសិលអស់ជាង500ឆ្នាំហើយទើបអាចមានរូបរាងជាមនុស្សស្ដាយវិជាសិលតិចតួចមិនអាចធ្វើអ្វីបានប៉ុន្តែបើអ្នកមានគុណទាំងពីរចង់ចាក់ចេញពីទីនេះទេវតាតូចអាចជួយបានតិចតួចប៉ាត់មែនទេចាក់ឯងអាចជួយអីបានខ្ញុំអាចនាំអ្នកមានគុណទាំងពីរចាក់ចេញពីទីនេះល្អណាស់តោះមិនសប្បាយចិត្តលើកនេះលោកគួរតែសប្បាយចិត្តហើយអេមិនសប្បាយចិត្តតោះអាលឿនឡើងមកអ្នកមានគុណទាំងពីរអង្គុយឲ្យជាប់ទៅហើយចង់រត់ទេលោកមកណាកំរិតឲ្យអារម្មណ៍មកយើងចូលមកអ្នកចូលមកប្រសាសយើងមើលតែនាងលែងត្រឡប់មកបឹងទេពអសរទៀតហើយសប្បាយពេកហើយអេមិនសប្បាយចិត្តដល់ហើយពួកយើងចង់មកលោកខ្លាចហើយអត់ខ្លាចទេមនុស្សច្រើនណាស់ខំលោកមិនខ្លាចទេបែបនេះខ្លាចអីទៅមកបានហើយចោះមកលោកចោះមកទេវតាក្រសានាងមិនអាចត្រឡប់ទៅបឹងទេពអប្សរលើកនេះត្រូវធ្វើយ៉ាងម៉េចមិនអីទេខ្ញុំអាចរកកន្លែងផ្សេងទៀតនៅបានអញ្ចឹងល្អហើយចាឥឡូវនាងចង់ទៅណា
បាញ់មិញក្នុងខ្ញុំត្រូវអ្នកមានគុណនោះជូននោមដាក់ហើយខ្ញុំត្រូវរកកន្លែងមួយងូតទឹកសិន ប្រហែលជាបាញ់មិញខ្ញុំភ័យពេកបែកញើសទេវតាក្រសានាងមានខេចបងស្រីខ្ញុំទាំង6ទេពួកគាត់ហោះទៅលើមេឃអស់ហើយហោះទៅលើមេឃហើយហ៎អើយព្រះអើយចាស់ពួកគេមិនក៏ម្ដងខ្ញុំទៅជាមួយខ្ញុំដូចជាបានលើគេសួរថាជុំគ្នាអស់ហើយនៅរួចហើយនៅមានម្នាក់ទៀតរាប់ម្ដងទៀតប្រាប់ថាគ្រប់អស់ហើយរួចហើយពួកគាត់ក៏ហោះឡើងទៅលើអស់ទៅអាយ៉ាខ្ញុំដឹងហើយប្រកាសជាបងទី1ខ្ញុំរាប់តាំងពីដើមមកមិនដែលច្បាស់ទេមែនហើយខ្ញុំលើមានគេនិយាយថាអាវរ៉ូមអត់មានបាត់ទេគ្រប់អស់ហើយពួកគេអត់ដឹងថាបាត់មួយទេបាត់មួយហើយនៅមិនដឹងទៀតទេអាយ៉ាខ្មាស់គេខ្លាំងណាស់អូមែនហើយអ្នកមានគុណទាំងពីរខ្ញុំត្រូវតែរកដៃគូទៀតពួកយើងថ្ងៃក្រោយជួបគ្នាអរគុណទេវតាក្រសាអរគុណទេវតាក្រសាហ្វៃលអត់មានភ្នែកមានការប៉ះពាល់សុំទៅទេវតាកំប្រកាន់បើសិនជាលោកឲ្យខ្ញុំហៅលោកមិនសប្បាយចិត្តនោះខ្ញុំអធិស្ឋានឲ្យលោកខ្ញុំគួរឲ្យទេវតាថាយ៉ាងម៉េចទៅពួកគេឲ្យខ្ញុំថាទី7យល់ល្អឲ្យខ្ញុំថាព្រះនាងទី7ទេព្រះនាងបៃតាខ្ញុំគឺជាព្រះអិនព្រះអិនយ៉ាងម៉េចហើយលោកខ្លាចហើយហ៎តើព្រះអិនមានដោះស្រាយរឿងທາງកណ្ដាលទេខ្ញុំមិនដឹងទេជួយទេដឹងនេះជាទេវធីតាមិនក៏អាចមិនដឹងឋានលើមានព្រះអិនច្រើនយ៉ាងនេះគ្រប់គ្រងរៀងខ្លួនខ្ញុំមិនដឹងថាអ្នកណាគ្រប់គ្រងស្អីទេឥឡូវរាជការតាមសម្រាប់អ្នកស្មោះត្រង់គ្រប់ទីកន្លែងព្រានទី7តើអាចជួយខ្ញុំប្រាប់ព្រះអិនមួយម៉ាត់ទៅនិយាយថាទេមិនបានខ្ញុំលួចចាំមកទេបើសិនជាបិតាដឹងនោះប្រកាសជាដាក់ទោសខ្ញុំហើយអត់ទេខ្ញុំមិននិយាយទេមិនសប្បាយចិត្តលោកយកអាវរ៉ូមខ្ញុំលាក់ទុកនៅកន្លែងណាហ៎គួរនិយាយហើយលាក់នៅកន្លែងមួយដែលមានគ្រោះថ្នាក់ខ្លាំងណាស់នៅកន្លែងណានៅមាត់ច្រាំងបឹងទេពអសរមិនក៏លោកលាក់នៅកន្លែងនោះទោះជាមិនដើម្បីអាវរ៉ូមក៏ខ្ញុំត្រូវទៅវិញដែរមិនដឹងថាភ្នូររបស់អ្នកមានគុណត្រូវគេបំផ្លាញឬអត់ទេខ្ញុំមិនអាចឲ្យសពអ្នកមានគុណហាលថ្ងៃកណ្ដាលព្រៃទេចាំបើសិនជាត្រូវបឹងទេពអប្សរចាប់បាននោះមិនអាចទេពិតមែនបឹងទេពអប្សរអាចក្រោកឡើងបានតែគេមិនអាចកម្រើកបានទេឲ្យតែខ្ញុំប្រយ័ត្នបន្តិចគេមិនអាចឃើញខ្ញុំទេបានជាបែបនេះមិនក៏មិនឲ្យទេវតាក្រសាជូនលោកទេពួកយើងអាចជិះលើខ្នងគេបានទេព្រះនាងចាំខ្ញុំនៅទីនេះហើយខ្ញុំយកអារម្មណ៍ឲ្យខ្ញុំត្រឡប់មករកព្រះនាងពួកគេទៅឥឡូវពួកគេទៅទៀតរបស់វត្តធំបិសាចមាត់ត្រីធំតើពួកឯងពីរនាក់ចង់នៅក្នុងបឹងទេពអសរបបន្តទៀត